បាទជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបាទថ្ងៃនេះខ្ញុំមកចង់លក់ឡេតិចបាទជាមួយនឹង product Behringer P Power Play 16យើងហៅកាត់ថា P16 បាទអញ្ចឹងនេះគឺជាយើងហៅថាវាជា monitor សម្រាប់និយាយទៅអ្នកណាប្រើក៏បានដែរដៃស្គរដៃហ្គីតាហើយយើងប្រើថតអីចឹងទៅយើងស្ដាប់មានន័យថាខ្ញុំនឹងបញ្យល់បងប្អូនតាមក្រោយវាគឺជាអាច remote ដែល independent 16 channel នៅពេលដែលបងប្អូន routing ជាមួយ mixer របស់អ្នកទាំងអស់គ្នាហើយចឹងmonitor នេះយើងអាចប្រើបានជាមួយនឹងBehringer mixer Behringer គ្រប់ប្រភេទហើយ Midas ហើយនឹង Wing បាទអញ្ចឹងបងប្អូនអាច routing វាបងប្អូនអាចគ្រប់គ្រង16 channel នៅក្នុងនៅលើមួយហ្នឹងហើយតបមកមានន័យថាបើយើងប្រើ monitor mic ទៅអញ្ចឹងពេលខ្លះ mic អ្នក mic គាត់ mic front house ផ្សេង monitor ផ្សេងប៉ុន្តែដល់ពេលយើងប្រើ P16 នេះយើងអាច routing 16 channel ដែលយើងចង់បានចូលមកក្នុងនេះហើយបន្ទាប់មកយើងអាច select នៅ channel នីមួយមានលេខនេះណាហើយតោះមកយើងអាច mix វាបានយើងចង់ទៅឡើង bass ឡើង mid ឡើងអី pan ឆ្វេងស្ដាំហើយ master រួមទាំងអស់ហើយ select មួយនឹងvolume របស់វា channel មួយអញ្ចឹងណាបាទហើយតោះមកវាអាចlink channel មួយដែលបងប្អូនចង់បានជា stereo យើងអាច save វាទៅជាហៅថា scene របស់យើងអញ្ចឹងណានៅពេលដែលយើងលេងអញ្ចឹងបងប្អូនចង់បាន channel ទី1ទី score ទី2 snare ទី3យើងអត់ចង់បាន score ទាំងស្រុងទេយើងចង់បានតែ keyboard អីចឹងទៅហើយ guitar bass vocal អីចឹងទៅបងប្អូនអាច assign routing នៅក្នុង mixer របស់អ្នកទាំងអស់គ្នាបានហើយចឹងនៅពេលដែលយើងប្រើវាមានសារៈប្រយោជន៍ល្អមែនតើសម្រាប់បើថាយើង recording ណាហើយបើយើងលេងយើងអាចមាន channel មួយដែលយើងស្ដាប់ចុចទៅយើងចង់បានអូ stir mid stir high stir អីចឹងទៅបាទអញ្ចឹងP16 នេះថ្មីមកប្រអប់វាអត់មានដុំភ្លើងទេតែនេះគឺជារបស់ខ្ញុំប្រើហើយបាទខ្ញុំចង់លក់វាតែព្រោះថាខ្ញុំបានដូរ mixer ខ្ញុំប្រើ Allen and Head វិញដល់ពេលចឹងទៅអានេះវាអត់ត្រូវជាមួយនឹងAllen and Head ទេហើយបើយើងធ្វើវាក៏បានដែរតែយើងត្រូវបន្ថែម adapter ថែមអីផ្សេងចឹងទៅអញ្ចឹងខ្ញុំចង់លក់វាហើយនៅស្អាតហើយមើលបងប្អូនទិញទៅមកទឹកពីខ្ញុំហើយព្រោះថាបើខ្ញុំលក់ហើយខ្ញុំក៏យកទៅទិញអានឹងដែរប៉ុន្តែសម្រាប់ fit ជាមួយ Allen and Head អញ្ចឹងណាបាទហ្នឹងហើយបាទបងប្អូនទិញទៅខ្ញុំនឹងបន្ថែមជូនដុំភ្លើង original មួយ brand Yamaha ដែលមាន milliampere គ្រប់គ្រាន់សម្រាប់ប្រើជាមួយP16 នេះP16 នេះបើយើងប្រើជាមួយនឹងពពួកmixer ធំ Behringer X32 Midas MR អីណា M32 M32R Wing អីយើងប្រើ Ultranet ហ្នឹងមិនបាច់ប្រើpower ទេប៉ុន្តែបើសិនជាយើងប្រើជាមួយនឹងXR 16 17 18អញ្ចឹងទៅMR 12 16 18ហ្នឹងយើងត្រូវប្រើ power ព្រោះពួក XR rack ហ្នឹងវាអត់អាចមាន power សម្រាប់ off វាបានទេអញ្ចឹងយើងប្រើដុំភ្លើងបន្ថែមអញ្ចឹងបងប្អូនចង់ប្រើជាមួយស្អីក៏បានដែរខ្ញុំថែមដុំភ្លើង original ឲ្យថ្មីរើងណាហើយប្រអប់ឲ្យបងប្អូនមើល Yamaha ណាបាទអញ្ចឹងអានេះខ្ញុំលក់ឡៃឡុងចោលហ្មងបាទ125បាទព្រោះដោយសារខ្ញុំដូរ mixer អញ្ចឹងទៅខ្ញុំអត់ត្រូវមានតម្រូវការត្រូវប្រើវាអញ្ចឹងណាបាទអញ្ចឹងឲ្យបងប្អូនទិញពីខ្ញុំទៅគឺជា second hand ហើយមកទឹកពីខ្ញុំហើយព្រោះខ្ញុំយើងទិញថ្មីអញ្ចឹងណាបាទអញ្ចឹងតួវាអី condition វាអីនៅស្អាត 90% ចុះខ្ញុំមិនហ៊ានថា 100% ទេប៉ុន្តែ 90% ចុះអញ្ចឹងនេះគឺជាមូលហេតុព្រោះដោយសារខ្ញុំផុសរូបទៅមានបងប្អូនសួរជាច្រើនថាហេតុអីបានខ្ញុំលក់អាហ្នឹងខូចឬអីអត់ខូចទេបាទឬរបស់ខ្ញុំប្រើដោយសារពីមុនខ្ញុំប្រើ Midas mixer ណាតែឥឡូវខ្ញុំដូរមកប្រើ Allen and Head វិញក៏ខ្ញុំអានេះវាអត់មានតម្រូវត្រូវជាមួយ Allen and Head ដល់អញ្ចឹងទៅក៏ខ្ញុំសម្រេចចិត្តថាលក់វាចោលទៅបាទឡៃឡុងចោលទៅហើយបងប្អូនបានរបស់ល្អ
hay tầm lại thu bà rồi mà pay phèm bong bóng ai tự tin bán thế mà tất cả tự chặt bán này nắng trắng á bà chẳng anh ấy là mình tên sầm nè record studio live session bà sầm chip set nè nơi chơi nè nó bị hía bà đại phởประเภท mixer ได้ยังมันเรียนเรียนบีแข่งเลยนั่งมาบ่าคือล้อบัมพอดสมัยบัมพอดออกนี่อย่างเช่นวิมีน alternate in out hay làวิมีน line out วิมีน headphone นี่ยังดัดโดยก็การสดับจังตัวจังนั่นเป็นเนี่ยมีนเนี่ยเนาะนี่มีน in ear ทั้งการสดับจังการเล่นบ่ยืนก็วิบันออกได้บ่าจังตัวyeah ร้อยมาไพ่พร้ำบอมโอนฉากมาม้วนบานม้วนจังนะโอเคจังมีแต่ปนนั่งเอาคนเชิญ